សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀន idiom ភាសាអង់គ្លេសមួយថ្ងៃមួយពាក្យជាមួយគ្នាបន្តទៀតហើយ idiom ថ្ងៃនេះគឺ in hot water ណា in hot water ខ្ញុំជឿថាអ្នកទាំងអស់គ្នាស្គាល់ហើយអាចបកប្រែបានហើយប៉ុន្តែអាចបកប្រែមិនទាន់ចំនៅឡើយទេណាអ្នកខ្លះប៉ុន្តែអ្នកខ្លះច្បាស់ជាដឹងច្បាស់ហើយថាមានន័យថាម៉េចណាអញ្ចឹងតោះយើងមើលជាមួយគ្នាតើ idiom in hot water ហ្នឹងប្រែថាម៉េចខ្លះហើយប្រើប្រាស់នៅពេលណាអូខេតោះយើងមើលជាមួយគ្នាអញ្ចឹង in hot water បកប្រែថាបើអត្ថន័យសម្រាយរបស់វាគឺ in trouble ណាតែ in hot water ហ្នឹងជា idiom ហើយ in trouble ហ្នឹងមានន័យថាជាភាសាសម្រាយណាឬក៏អត្ថន័យរបស់វាអញ្ចឹង in hot water ហ្នឹងឥឡូវយើងមើលឧទាហរណ៍ he is in hot water with his boss ណាអូខេ I will be in hot water if I'm at home late ចឹងណាអូខេអញ្ចឹងតើមានន័យថាម៉េចអស់នេះអាច stop វីដេអូសិនហើយសាកបកប្រែសាកមើលថាតើមានន័យថាម៉េចហើយឬបកប្រែត្រូវក៏អត់វាហើយចាំទៀងពាត់ជាមួយគ្នាណាអូខេអញ្ចឹង in hot water ហ្នឹងប្រើនៅពេលដែលយើងមានរឿងធំឬក៏ប្រឈមមុខនឹងការរិះគន់ឬក៏ហើយនឹងរំពឹងទុកថាមានការពិន័យឬក៏ដាក់ទោសពីមេឬក៏ពីប្រពន្ធប្តីឬក៏ពីឪពុកម្ដាយឬក៏ពីប៉ូលីសអីចឹងទៅណាអូខេអញ្ចឹងប្រើពាក្យ in hot water ណាចុះបកប្រែថាម៉េចបកប្រែបើសិនន័យតាមន័យរបស់វាដើមគឺនៅក្នុងទឹកក្តៅនេះន័យត្រង់របស់វាណាប៉ុន្តែមិនមានន័យចឹងទេអញ្ចឹងមានន័យថាមានបកប្រែថាមានបញ្ហាធំឬក៏មានរឿងធំឬក៏ជួបការលំបាកខ្លាំងឬក៏ជួបបញ្ហាខ្លាំងឬក៏ធំអីចឹងទៅឥឡូវយើងមើលប្រយោគជាមួយគ្នា he is in hot water with his boss គាត់ he is in hot water with his boss គាត់ឬក៏វាណាមានបញ្ហាធំណាមានរឿងធំជាមួយមេវាឬក៏ជាមួយនឹងមេរបស់វាហើយអញ្ចឹងណាអូខេអញ្ចឹងមានរឿងធំនោះមានន័យថារំពឹងថាមេនឹងដាក់ទោសនឹងពិន័យនឹងស្ដីឲ្យនឹងពមៀនអីចឹងទៅណាចឹងហើយបានគេប្រើពាក្យ in hot water ណាអូខេ I will be in hot water if I'm at home late ខ្ញុំនឹងមានរឿងធំឬក៏ខ្ញុំនឹងជួបបញ្ហាខ្លាំងណាអូខេឬក៏ខ្ញុំនឹងរងការរិះគន់ឬក៏ខ្ញុំនឹងប្រឈមមុខនឹងបញ្ហាធំ if I'm at home late ណាអាចប្រពន្ធកាចអាចឪពុកម្ដាយតឹងរឹងណាឬក៏អាចយ៉ាងម៉េចអីចឹងទៀតទៅណាដែលជាបញ្ហាធំអញ្ចឹង I will be in the hot water if I'm at home late ខ្ញុំនឹងជួបរឿងធំឬក៏នឹងមានរឿងធំបើខ្ញុំទៅផ្ទះយឺតឬក៏ខ្ញុំទៅដល់ផ្ទះយឺតណា The politician is in hot water over his comments អញ្ចឹង comment ហ្នឹងបកប្រែថាមតិយោបល់ឬក៏ការបញ្ចេញមតិយោបល់ហ្នឹងណាអូខេ over គឺចំពោះណា politician បកប្រែថាអ្នកនយោបាយណាអ្នកនយោបាយមានរឿងធំណាកំពុងមានរឿងធំឬក៏កំពុងជួបការលំបាកខ្លាំងឬក៏កំពុងតែរងការរិះគន់ណាអំពីបទណា over ពីបទឬក៏ចំពោះរឿង his comment ចំពោះការបញ្ចេញមតិយោបល់របស់គាត់ឬក៏ការបកស្រាយរបស់គាត់អញ្ចឹងទៅណាអូខេឬក៏ការលើកឡើងរបស់គាត់អញ្ចឹងទៅណាអូខេអ្នកទាំងអស់គ្នាយើងមានតែប៉ុណ្្នេះទេសម្រាប់ថ្ងៃនេះអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានដែលយកចិត្តទុកដាក់សូមកុំភ្លេចជួយចុច like ផងអ្នកទាំងអស់គ្នាហើយបើសិនជាមានចម្ងល់អីសូមសួរនៅក្នុង comment ហើយកុំភ្លេចណាដើម្បីអនុវត្តប្រចាំថ្ងៃនៅអ្វីដែលយើងបានរៀនត្រូវរៀនបង្កើតប្រយោគដាក់នៅក្នុង comment ដើម្បីចងចាំណាបង្កើតប្រយោគ1ឬក៏2ឬក៏3តាមដែលអ្នកនរគ្នាអាចធ្វើបានណាដើម្បីជួយអ្នកនរគ្នាចងចាំហើយអាចប្រើបាននៅពេលក្រោយបើមិនអញ្ចឹងទេវានឹងរលត់បាត់ពីខួរក្បាលរបស់យើងទៅហើយអត់ចងចាំទេអញ្ចឹងខាតណាអ្នកនរគ្នាអញ្ចឹងជម្រាបលាប៉ុណ្ណឹងអ្នកនរគ្នាបាយបាយ